ក្រោយវះកាត់សម្រកខ្លាញ់ក្បាលពោះតារាកំប្លែងកាតូត្អូញបាត់ចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាកំប្លែងអ្នកនាងសុកចន្ទធីតាហៅកាតូអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវរៀបការម្ដងតារាកំប្លែងកាតូដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដោយការពីមុនសោះជួបតែជាមួយតារាកំប្លែងអ្នកនាងកាតូកាលពីពេលថ្មីនេះនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំប្លែងអ្នកនាងកាតូបានទៅហាងកែសម្ផស្សមួយកន្លែងវះកាត់សម្រកខ្លាញ់ក្បាលពោះដើម្បីបានរាងស្អាតគាប់ចិត្តស្វាមីអ្នកនាងកាតូបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតគាប់ចិត្តស្វាមីផងនិងគាប់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនបានដឹងថាយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះនាងបានទៅវះកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយការពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់